សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់នេតិនៃគំនិតនិងការត្រេះរិះពិចារណាតើអ្នកធ្លាប់មានអារម្មណ៍ថាជីវិតកំពុងតែលេងសើចនឹងអ្នកទេធ្លាប់មានអារម្មណ៍ថារាល់បញ្ហាដែលចូលមកគឺដូចជាការប្រឡងឬការសាកល្បងដ៏ធ្ងន់ធ្ងរដែលចង់ផ្ដួលអ្នកឲ្យដួលពេលជួបការលំបាកពេលបរាជ័យពេលបាត់បង់យើងតែងតែងើយសួរមេថាហេតុអ្វីក៏ជារូបខ្ញុំហេតុអ្វីបានជាខ្ញុំត្រូវឆ្លងកាត់រឿងទាំងអស់នេះយើងមានទម្លាប់មួយគឺមើលឃើញឧបសគ្គថាជាការសាកល្បងប៉ុន្តែចុះបើទស្សនៈនេះមិនត្រឹមត្រូវទាំងស្រុងថ្ងៃនេះយើងនឹងមកពិភាក្សាអំពីទស្សនៈដ៏មានអានុភាពមួយដែលដកស្រង់ចេញពីគំនិតដ៏ជ្រាលជ្រៅមួយឃ្លានោះគឺជីវិតមិនសាកល្បងយើងទេប៉ុន្តែជីវិតកំពុងតែបង្រៀនយើងតើពាក្យនេះមានន័យដូចម្ដេចនៅពេលយើងនិយាយថាជីវិតសាកល្បងយើងវាបង្កប់ន័យថាមានអ្នកដាក់បន្ទុកមានជាប់មានធ្លាក់បើឆ្លងកាត់បានយើងនឹងជាប់បើយើងបរាជ័យយើងនឹងធ្លាក់ទស្សនៈនេះធ្វើឲ្យយើងរស់នៅក្នុងការភ័យខ្លាចការបរាជ័យខ្លាចការវិនិច្ឆ័យប៉ុន្តែបើយើងបដូរមកគិតថាជីវិតកំពុងតែបង្រៀនយើងនោះអត្ថន័យទាំងមូលនឹងផ្លាស់ប្ដូរការបង្កើតគឺជាន័យប្រៀបធៀបទៅនឹងជាងដែកឧទាហរណ៍ជាងដែកយកដុំដែកមួយដុំដែលគ្មានរូបរាងគ្មានតម្លៃគ្មានប្រយោជន៍យកទៅដាក់ក្នុងភ្លើងដ៏សន្ធោសន្ធៅពេលដែកនោះឡើងក្រហមឆ្អៅគេយកវាមកដាក់លើជ្រុញហើយចាប់ផ្ដើមយកញញួរធំមកដំគេដំម្ដងហើយម្ដងទៀតធ្វើឲ្យឈឺចាប់ធ្វើឲ្យប្ដូររូបរាងគេបត់វាគេពុតវាគេយកវាទៅជ្រលក់ទឹកធ្វើបែបនេះរាប់រយរាប់ពាន់ដងបើយើងជាដែកយើងនឹងទទួលការឈឺចាប់ដូចគ្នាតើភ្លើងកម្ដៅញញួរនិងការដំទាំងនោះជាការសាកល្បងដុំដែកឬទេវាមិនមែនជាការសាកល្បងទេតែវាជាដំណើរការចាំបាច់ដើម្បីប្រែក្លាយដុំដែកដែលគ្មានតម្លៃឲ្យទៅជាដាវដ៏មុតស្រួចជាឧបករណ៍ដ៏មានប្រយោជន៍ជីវិតរបស់យើងក៏ដូចគ្នាឧបសគ្គការឈឺចាប់ការបរាជ័យការបាត់បង់ទាំងអស់នោះមិនមែនជាការសាកល្បងទេតែវាជាភ្លើងជាញញួរដែលជីវិតកំពុងប្រើប្រាស់ដើម្បីបង្រៀនយើងនៅពេលអ្នកជួបវិបត្តិហិរញ្ញវត្ថុជីវិតមិនមែនកំពុងសាកល្បងអ្នកថាតើអ្នកអាចរកលុយវិញបានទេជីវិតកំពុងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលអ្នកចេះគ្រប់គ្រងហិរញ្ញវត្ថុបានល្អជាងមុនឲ្យយើងយល់ពីតម្លៃនៃអ្វីដែលអ្នកមាននិងចេះឲ្យអ្នករៀបចំផែនការសម្រាប់អនាគតនៅពេលអ្នកបាត់បង់មនុស្សជាទីស្រឡាញ់ជីវិតមិនមែនកំពុងសាកល្បងអ្នកថាតើអ្នកអាចទ្រាំបានទេជីវិតកំពុងបង្រៀនអ្នកតាមរយៈការឈឺចាប់ឲ្យយល់កាន់តែច្បាស់ពីអត្ថន័យនៃជីវិតពិតឲ្យចេះផ្ដល់តម្លៃដល់ទំនាក់ទំនងពេលដែលនៅមានទ្រព្យសម្បត្តិហើយធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានចិត្តអាណិតអាសូរដល់អ្នកដទៃកាន់តែខ្លាំងនៅពេលអ្នកបរាជ័យក្នុងការងារឬអាជីវកម្មជីវិតមិនមែនកំពុងសាកល្បងសមត្ថភាពរបស់អ្នកទេជីវិតកំពុងបង្រៀនអ្នកឲ្យដកយកភាពឆ្មើងឆ្មៃចេញបង្រៀនអ្នកពីមេរៀនដែលសាលាមិនអាចបង្រៀនហើយរុញអ្នកទៅឲ្យស្វែងរកផ្លូវថ្មីឬវិធីសាស្ត្រថ្មីដែលប្រសើរជាងមុនរាល់ឧបសគ្គគឺកំពុងតែបន្ថែមស្រទាប់នៃភាពរឹងមាំភាពចាស់ទុំនិងប្រាជ្ញាមកឲ្យយើងមនុស្សដែលមិនធ្លាប់ជួបការលំបាកគឺដូចជាដុំដែកដែលមិនទាន់បានឆ្លងកាត់ភ្លើងគឺទន់ងាយបាក់និងគ្មានរូបរាងពិតប្រាកដសំណួរគឺបើនេះជាដំណើរការនៃការបង្រៀនតើយើងគួរធ្វើដូចម្តេចដើម្បីឆ្លងកាត់ការដំនេះគឺនាំយើងឲ្យទៅដល់ឃ្លាទី2ដែលយើងនឹងឃើញនៅក្នុងរូបភាពនោះគឺស្វែងយល់ពីខ្លួនឯងអ្នកតូចខ្លាំងណាស់ឃ្លានេះគឺជារូបមន្តសម្រាប់ឆ្លងកាត់ដំណើរការបង្កើតនោះទី1អ្នកតូចខ្លាំងណាស់
នេះមិនមែនជាការបន្ទាបបន្ថោខ្លួនឯងទេតែនេះគឺជាសុភាពរាបសារនិងការទទួលស្គាល់ការពិតនៅពេលយើងគិតថាយើងធំយើងខ្លាំងយើងគ្រប់គ្រងអ្វីៗបានទាំងអស់ពេលនោះបន្តិចនៃបញ្ហាក៏អ្នកអាចធ្វើឲ្យយើងបាក់ស្បាតដែរព្រោះអាត្មារបស់យើងធំពេកយើងនឹងខឹងនឹងតវ៉ានឹងបន្ទោសអ្នកដទៃពេលអ្វីៗមិនដូចការគិតនៅពេលយើងទទួលស្គាល់ថាខ្ញុំតូចណាស់បើធៀបនឹងចក្រវាឡបើធៀបនឹងលំហូរនៃពេលវេលាបើធៀបនឹងកម្លាំងនៃធម្មជាតិពេលនោះយើងនឹងឈប់តស៊ូប្រឆាំងនឹងអ្វីដែលយើងគ្រប់គ្រងមិនបានដូចជាអ្នកប្រាជ្ញបូព៌ាខុងមីងដែលយើងតែងតែឃើញនៅក្នុងរូបជាតំណាងនៃបញ្ញាក្នុងរឿងសាមកុកភាពខ្លាំងរបស់គាត់មិនមែនត្រឹមតែជាការចេះប្រើល្បិចប៉ុណ្ណោះទេតែគឺជាការយល់ច្បាស់ពីលំហូរគាត់ដឹងថាពេលណាខ្យល់បក់មកពេលណាទឹកចូលឡើងគាត់ដឹងថាគាត់តូចបើធៀបនឹងកម្លាំងទាំងនោះដូច្នេះគាត់មិនប្រឆាំងទេតែគាត់រៀនប្រើប្រាស់កម្លាំងទាំងនោះឲ្យបម្រើដល់គោលដៅរបស់គាត់នៅពេលបញ្ហាកើតឡើងទទួលស្គាល់ថាយើងតូចធ្វើឲ្យយើងស្ងប់យើងនឹងឈប់សួរថាហេតុអ្វីជាខ្ញុំហើយយើងចាប់ផ្ដើមសួរថាតើអ្វីដែលខ្ញុំអាចរៀនសូត្រពីកលតិសាសនេះទី2ស្វែងយល់ពីខ្លួនឯងបន្ទាប់ពីយើងស្ងប់ហើយទទួលស្គាល់ការពិតជំហានបន្ទាប់គឺត្រូវបែរចូលមកខាងក្នុងនៅពេលជាងដែកដំដាវគេត្រូវយល់ច្បាស់ពីលក្ខណៈរបស់ដែកហើយវាត្រូវការពន្លត់កម្ដៅប៉ុណ្ណាតើវាត្រូវការតម្រង់ប៉ុណ្ណាទើបវាមុតដូច្នេះតើវាត្រូវដំត្រង់ណាទើបវាមុតដូចគ្នានេះដែរនៅពេលជីវិតកំពុងបង្រៀនអ្នកត្រូវស្វែងយល់ពីខ្លួនឯងថាតើអ្វីជាចំណុចខ្លាំងពិតប្រាកដរបស់អ្នកតើអ្វីជាចំណុចខ្សោយដែលអ្នកត្រូវតែកែលម្អតើអ្នកមានប្រតិកម្មបែបណាពេលអ្នកខឹងពេលអ្នកខ្លាចពេលអ្នកសោកសៅតើជាកត្តាអ្វីដែលធ្វើឲ្យអ្នកបាត់បង់ម្ចាស់ការតើអ្វីជាគុណតម្លៃដែលអ្នកអាចបោះបង់បានទោះក្នុងកលៈទេសៈណាក៏ដោយការស្វែងយល់ពីខ្លួនឯងនេះគឺជាការធ្វើសមាធិជាការសរសេរកំណត់ហេតុគឺជាការសន្ទនាដោយស្មោះត្រង់ជាមួយខ្លួនឯងនៅពេលអ្នកយល់ពីខ្លួនឯងកាន់តែច្បាស់អ្នកនឹងដឹងថាពេលណាដែលញញួររបស់ជីវិតដំមកអ្នកគួររឹងតបទល់ឬក៏អ្នកគួរទន់ដើម្បីបត់បែនតាមអ្នកនឹងដឹងថាឧបសគ្គនេះកំពុងតែព្យាយាមពង្រឹងចំណុចខ្សោយណាមួយរបស់អ្នកឧទាហរណ៍បើអ្នកជាមនុស្សមករហ័សនិយាយមិនគិតជីវិតអាចនឹងបង្កើតអ្នកដោយបញ្ជូនអ្នកឬបញ្ហាដែលតម្រូវឲ្យអ្នករៀនស្ងៀមនិងរៀនស្ដាប់បើអ្នកមិនព្រមរៀនញញួរនោះនឹងដំមកម្ដងហើយម្ដងទៀតរហូតដល់អ្នកយល់ដូច្នេះប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចាប់ពីថ្ងៃនេះតទៅពេលមានរឿងរ៉ាវអ្វីកើតឡើងសូមចាប់ផ្ដើមសួរថាហេតុអ្វីបានជាជីវិតមកបង្រៀនខ្ញុំសូមបដូរមកសួរខ្លួនឯងវិញថាតើជីវិតកំពុងព្យាយាមបង្រៀនខ្ញុំឲ្យទៅជាអ្វីតើឧបសគ្គទាំងនេះកំពុងបង្រៀនខ្ញុំឲ្យចេះអត់ធ្មត់មែនទេតើការបាត់បង់នេះកំពុងបង្រៀនខ្ញុំឲ្យចេះដោះលែងមែនទេតើការបរាជ័យនេះកំពុងបង្រៀនខ្ញុំឲ្យចេះបន្ទាបខ្លួនហើយរៀនសូត្រមែនទេសូមចងចាំថាពេជ្រក៏កើតចេញពីសម្ពាធដ៏ខ្លាំងក្លានៃធ្យូងមេអំបៅដ៏ស្រស់ស្អាតក៏កើតចេញពីការតស៊ូទម្លុះសម្បុកដង្កូវហើយដាវដ៏មុតស្រួចក៏កើតចេញពីភ្លើងនិងញញួរកុំខ្លាចភ្លើងកុំខ្លាចញញួរត្រូវតែខ្លាចការមិនព្រមផ្លាស់ប្ដូរនិងមិនព្រមវិវត្តខ្លួនឯងសូមទទួលយកដំណើរការបង្កើតនេះត្រូវស្វែងយល់ពីខ្លួនឯងឲ្យច្បាស់ហើយត្រូវចងចាំថាទោះយើងតូចក្នុងចក្រវាឡនេះតែយើងក៏ជាផ្នែកមួយដ៏សំខាន់នៃដំណើរការដ៏អស្ចារ្យនេះដែរជីវិតមិនមែនកើតឡើងចំពោះអ្នកទេជីវិតកំពុងតែកើតឡើងដើម្បីអ្នកដើម្បីបង្កើតអ្នកឲ្យក្លាយជាកំណែប្រែដ៏ល្អបំផុតដ៏រឹងមាំបំផុតរបស់ខ្លួនអ្នកសូមអរគុណសម្រាប់ការចំណាយពេលស្ដាប់ខ្ញុំសង្ឃឹមថាគំនិតបន្តិចបន្តួចនេះ
អាចជួយផ្លាស់ប្ដូរទស្សនៈរបស់អ្នកចំពោះឧបសគ្គដែលអ្នកកំពុងជួបប្រទះសូមជួបគ្នានៅពេលក្រោយទៀតជាមួយនឹងប្រធានបទថ្មីៗដែលបំភ្លឺផ្លូវចិត្តនិងគំនិតរបស់យើងសូមអរគុណ